អារម្មណ៍គឺជាកម្លាំងចិត្តដ៏ខ្លាំងក្លាមួយដែលជំរុញជីវិតរបស់យើងវាអាចជាកត្តាដែលធ្វើឲ្យយើងសប្បាយរីករាយក៏អាចជាមូលហេតុដែលនាំឲ្យយើងទៅរកសេចក្តីវិនាសប្រសិនបើមិនមានការគ្រប់គ្រងវាបានល្អទេការចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងវាមិនមែនមានន័យថាបំបត្តិឬក៏ទប់ស្កាត់រាល់អារម្មណ៍អវិជ្ជមានទេប៉ុន្តែវាគឺជាការរៀនយល់ដឹងហើយនឹងឆ្លើយតបទៅនឹងអារម្មណ៍ទាំងនោះតាមរបៀបដែលមានតុល្យភាពហើយនឹងវិជ្ជមានដើម្បីចាប់ផ្ដើមដំណើរការដ៏សំខាន់នេះជំហានដំបូងបំផុតនោះគឺយើងត្រូវតែរៀនស្គាល់សតិអារម្មណ៍របស់យើងជាមុនសិនចាប់ផ្ដើមដឹងខ្លួនឯងមុននឹងអ្នកអាចគ្រប់គ្រងអ្វីមួយបានអ្នកត្រូវដឹងថាវាកំពុងកើតឡើងក្នុងមួយថ្ងៃយើងអាចឆ្លងកាត់អារម្មណ៍រាប់សិបប្រភេទចាប់ពីភាពរីករាយតូចតាចរហូតដល់កំហឹងឬក៏ទុក្ខព្រួយធ្ងន់ធ្ងរនៅក្នុងជីវិតរបស់យើងព្យាយាមផ្ទៀងផ្ទាត់ជាមួយខ្លួនឯងឲ្យបានញឹកញាប់សួរខ្លួនឯងថាតើពេលនេះខ្ញុំកំពុងមានអារម្មណ៍បែបណាមិនចាំបាច់វិនិច្ឆ័យឬក៏វិភាគវែងឆ្ងាយនោះទេគ្រាន់តែទទួលស្គាល់ទៅបានហើយឧទាហរណ៍ថាខ្ញុំមានអារម្មណ៍ធុញថប់ខ្ញុំមានអារម្មណ៍រំភើបបន្តិចបន្តួចខ្ញុំមានអារម្មណ៍តានតឹងសៅហ្មងដាក់ឈ្មោះឲ្យអារម្មណ៍ទាំងអស់ហ្នឹងនៅពេលដែលអ្នកដឹងថាអ្នកកំពុងតែមានអារម្មណ៍អ្វីជំហានបន្ទាប់នោះគឺដាក់ឈ្មោះឲ្យអារម្មណ៍ទាំងអស់នោះការដាក់ឈ្មោះមិនត្រឹមតែជួយឲ្យយើងកំណត់អត្តសញ្ញាណរបស់អារម្មណ៍នោះបានច្បាស់លាស់តែប៉ុណ្្នឹងទេតែវាថែមទាំងជួយកាត់បន្ថយអាំងតង់ស៊ីតេដែលយើងហៅថាភាពខ្លាំងរបស់វាដោយស្វ័យប្រវត្តិផងដែរដំណើរការនេះគេហៅថាការវាយតម្លៃអត្តសញ្ញាណការយល់ដឹងដែលធ្វើឲ្យគូក្បាលចាប់ផ្ដើមវាយតម្លៃស្ថានភាពឡើងវិញនិងធ្វើឲ្យស្ថានភាពមិនសូវពិបាកចិត្តជំនួសឲ្យការគិតថាខ្ញុំពិបាកចិត្តណាស់មកនិយាយថាខ្ញុំកំពុងតែមានអារម្មណ៍ខឹងឬក៏ខ្ញុំកំពុងតែមានអារម្មណ៍ភ័យខ្លាចភាពជាក់លាក់ជួយឲ្យយើងមើលឃើញថាអារម្មណ៍វាគ្រាន់តែជាបាតុភូតមួយដែលកើតឡើងហើយវាមិនមែនជាអ្នកទាំងមូលនោះទេទទួលស្គាល់និងអនុញ្ញាតឲ្យវាកើតឡើងមនុស្សជាច្រើនតែងតែព្យាយាមទប់ទល់ឬក៏លាក់បាំងនៅអារម្មណ៍អវិជ្ជមានរបស់ពួកគាត់ព្រោះខ្លាចថាអារម្មណ៍ទាំងអស់ហ្នឹងវានឹងធ្វើឲ្យពួកគាត់មើលទៅទន់ខ្សោយឬក៏ផ្ដេសផ្ដាសប៉ុន្តែការពិតទៅគឺរាល់អារម្មណ៍ទាំងអស់គឺវាមានប្រយោជន៍ការខឹងបង្ហាញថាមានអ្វីមួយកំពុងតែបំពានទៅលើដែនកំណត់របស់យើងភាពភ័យខ្លាចបង្ហាញថាយើងកំពុងប្រឈមទៅនឹងគ្រោះថ្នាក់អនុញ្ញាតឲ្យអារម្មណ៍នោះស្ថិតនៅជាមួយអ្នកមួយរយៈខ្លីកុំវិនិច្ឆ័យខ្លួនឯងថាមិនល្អឬក៏ខុសនៅពេលដែលមានអារម្មណ៍មិនល្អគ្រាន់តែគិតថាខ្ញុំដឹងថាខ្ញុំកំពុងតែតានតឹងប៉ុន្តែវាមិនអីទេភាពស្ងប់ស្ងាត់នៅក្នុងការទទួលស្គាល់នេះវាគឺជាគន្លឹះដំបូងនៅក្នុងការគ្រប់គ្រងវាការគ្រប់គ្រងអារម្មណ៍ខ្លួនឯងចាប់ផ្ដើមពីការដឹងនិងការទទួលស្គាល់អារម្មណ៍ដែលកំពុងតែកើតឡើងដោយមិនចាំបាច់មានប្រតិកម្មតបភ្លាមៗនោះទេដូចពាក្យថាដឹងច្បាស់ពីខ្លួនឯងទើបអាចគ្រប់គ្រងខ្លួនឯងបាននៅពេលដែលអារម្មណ៍ខ្លាំងក្លាកើតឡើងដូចជាកំហឹងឬក៏ការភ័យខ្លាចឬក៏ការថប់បារម្ភប្រតិកម្មធម្មជាតិរបស់មនុស្សគឺប្រតិកម្មតបភ្លាមមុននឹងមានការគិតពិចារណាអីមួយនេះហើយជាពេលដែលមនុស្សយើងងាយនឹងនិយាយឬក៏ធ្វើអីមួយឲ្យយើងស្ដាយក្រោយអ្នកអាចអនុវត្តនៅចំណុចទាំងអស់នេះអនុវត្តការផ្អាកមួយផ្លែតគម្លាតរវាងអារម្មណ៍និងសកម្មភាពគឺជាកន្លែងដែលយើងអាចប្រើប្រាស់អំណាចនៃការគ្រប់គ្រងខ្លួនឯងបាននៅពេលដែលអ្នកមានអារម្មណ៍ថាអារម្មណ៍មួយកំពុងតែវាយលុកខ្លាំងឧទាហរណ៍ក្តៅខ្លួនឬក៏ចង់ស្រែកអ្នកត្រូវតែបញ្ឈប់សកម្មភាពទាំងអស់ហ្នឹងដោយបង្ខំនៅក្នុងរយៈពេលខ្លីបំផុតដែលអាចធ្វើទៅបានពេលដែលអ្នកមានអារម្មណ៍ខ្លាំងអ្នកត្រូវនិយាយនៅក្នុងចិត្តថាឈប់ហើយអនុវត្តបច្ចេកទេស3វិនាទីវិនាទីទី1ទទួលស្គាល់អារម្មណ៍ឧទាហរណ៍ថាខ្ញុំកំពុងតែខឹងខ្លាំងណាស់វិនាទីទី2ដកដង្ហើមឲ្យវែងវិនាទីទី3សួរខ្លួនឯងថាតើសកម្មភាពដែលខ្ញុំរៀបនឹងធ្វើហ្នឹងវាមានប្រយោជន៍ឬអត់ការដែលយើងផ្អាកតាមមួយផ្លែតហ្នឹងជួយបំបែកខ្សែសង្វាក់នៃអារម្មណ៍ដែលនាំទៅរកភាពផ្ដេសផ្ដាសហើយផ្ដល់ឱកាសឲ្យផ្នែកសមហេតុផលនៃខួរក្បាលរបស់យើងវាធ្វើដំណើរការដកដង្ហើមក៏ជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតនិងងាយស្រួលបំផុតដែលយើងមានដែរដើម្បីគ្រប់គ្រងប្រព័ន្ធប្រសាទនិងកាត់បន្ថយកម្រិតអរម៉ូន stress នៅក្នុងខ្លួនយើងនៅពេលដែលយើងតានតឹងចង្វាក់ដង្ហើមរបស់យើងគឺវាខ្លីរាក់ហើយនឹងលឿនការដកដង្ហើមយឺតអាចបញ្ជូនសញ្ញាទៅកាន់ខួរក្បាលថាអ្វីគឺមានសុវត្ថិភាពហើយបច្ចេកទេសដកដង្ហើម4 7និង8នេះគឺជាបច្ចេកទេសដែលជួយឲ្យប្រព័ន្ធប្រសាទស្ងប់ស្ងាត់បានយ៉ាងឆាប់រហ័សទី1ស្រូបចូលរាប់ក្នុងចិត្តដល់លេខ4ដោយស្រូបខ្យល់តាមច្រមុះយឺតទី2ទប់ខ្យល់រាប់ក្នុងចិត្តដល់លេខ7ដោយខំប្រឹងទប់ខ្យល់
ទី3ដកចេញរាប់ក្នុងចិត្តដល់លេខ8ហើយបញ្ចេញខ្យល់តាមមាត់យឺតធ្វើឲ្យមានសម្លេងស្តៀងនឹងខ្យល់ចេញធ្វើម្ដងហើយម្ដងទៀត4ទៅ5ដងនៅពេលដែលអ្នកមានអារម្មណ៍ថាភ័យខ្លាចតានតឹងឬក៏ខឹងខ្លាំងផ្ដោតទៅលើចលនានៃខ្យល់ចេញចូលដើម្បីទាញការចាប់អារម្មណ៍របស់អ្នកពីប្រភពនៃអារម្មណ៍និងឥរិយាបថរាងកាយមានទំនាក់ទំនងគ្នាទៅវិញទៅមកនៅពេលដែលអ្នកមានអារម្មណ៍ថាតានតឹងអ្នកប្រហែលជានឹងក្តាប់ដៃគ្រឺធ្មេញឬក៏អោនមុខចុះក្រោមជាដើមបជាសកម្មភាពទាំងអស់នោះបើកស្មាឡើងងើយក្បាលញែកដៃចេញពីគ្នាហើយបទូបថយអារម្មណ៍របស់យើងការដែលយើងធ្វើឲ្យរាងកាយប្រែប្រួលទៅរកភាពបើកចំហនិងធូរស្រាលវាអាចបញ្ជូនសញ្ញាទៅកាន់ខួរក្បាលថាมันមានអ្វីត្រូវតែភ័យខ្លាចនោះទេកុំអនុញ្ញាតឲ្យអារម្មណ៍ដឹកនាំសកម្មភាពរបស់អ្នកប្រើការផ្អាកតាមមួយផ្លែតនិងដកដង្ហើមដើម្បីបង្កើតគម្លាតរវាងការជំរុញអារម្មណ៍និងការឆ្លើយតបដោយមនសិការការដកដង្ហើមវែងៗវាគឺជារបៀបដោះស្រាយដ៏ឆ្ងាញ់ពិសាបំផុតនៅក្នុងជីវិតផងយើងអារម្មណ៍អវិជ្ជមានភាគច្រើនមិនកើតចេញពីការពិតទេតែវាកើតចេញពីរបៀបដែលយើងបកស្រាយឬក៏គិតអំពីស្ថានភាពជាក់ស្ដែងគំនិតរបស់យើងគឺជាតួកញ្ចក់ដែលអាចបង្ខូចទ្រង់ទ្រាយការពិតធ្វើឲ្យយើងមានអារម្មណ៍ខុសពីធម្មតាការបង្ខូចទ្រង់ទ្រាយនៃការគិតវាគឺជាទម្លាប់នៃការគិតដែលមិនត្រឹមត្រូវនិងមិនសមហេតុផលដែលជំរុញឲ្យមានអារម្មណ៍មិនល្អការរៀនសម្គាល់ទម្រង់នៃការគិតនេះវាគឺជាជំហានដំបូងដើម្បីកែប្រែវាការគិតទាំងស្រុងមើលឃើញអ្វីត្រឹមតែខ្មៅឬសគ្មានកណ្ដាលឧទាហរណ៍ថាបើខ្ញុំមិនជោគជ័យឥតខ្ចោះទេខ្ញុំជាមនុស្សបរាជ័យទាំងស្រុងការទាយទុកមុនសន្មតថាដឹងពីអ្វីដែលអ្នកដទៃកំពុងគិតឬក៏ដឹងថានឹងមានអ្វីកើតឡើងអាក្រក់ឧទាហរណ៍ថាច្បាស់ណាស់នាងកំពុងតែគិតថាខ្ញុំល្ងង់ឬក៏ខ្ញុំធ្លាក់សម្ភារនេះមិនខានការសន្និដ្ឋានហួសហេតុយកហេតុការណ៍អាក្រក់តែមួយមកសន្និដ្ឋានថាអ្វីនឹងកើតឡើងដដែលឧទាហរណ៍ថាខ្ញុំនិយាយខុសនៅក្នុងកិច្ចប្រជុំមួយដូច្នេះខ្ញុំមិនអាចនិយាយជាមួយសាធារណៈបានល្អទេនៅក្នុងមួយជីវិតរបស់ខ្ញុំនៅពេលដែលអ្នកសម្គាល់ឃើញការគិតអវិជ្ជមានណាមួយកំពុងតែកើតឡើងដោយតែបានរៀបរាប់អញ្ចឹងសូមកុំទទួលយកវាភ្លាមផ្ទុយទៅវិញត្រូវតែធ្វើជាអ្នកសង្កេតហើយសួរសំណួរទៅកាន់គំនិតខ្លួនឯងតើគំនិតនេះវាមានវត្ថុតាងត្រឹមត្រូវទេតើមានការពន្យល់ផ្សេងពីនឹងទេតើសកម្មភាពទាំងនេះវាជួយខ្ញុំឬធ្វើឲ្យខ្ញុំកាន់តែអាក្រក់ថែមទៀតតើខ្ញុំនឹងនិយាយអ្វីទៅកាន់មិត្តភ័ក្តិដែលគិតបែបហ្នឹងការអនុវត្តហ្នឹងគឺវានឹងជួយបំបត្តិអារម្មណ៍ផ្ដេសផ្ដាសដោយសារតែអ្នកបានជំនួសគំនិតមិនសមហេតុផលដោយគំនិតដែលមានមូលដ្ឋានលើហេតុផលជាក់ស្ដែងភាសាដែលអ្នកប្រើប្រាស់និយាយជាមួយខ្លួនឯងមានឥទ្ធិពលខ្លាំងទៅលើអារម្មណ៍ជៀសវាងពាក្យសម្ដីខ្លាំងក្លាដូចជាខ្ញុំត្រូវតែខ្ញុំគួរតែឬក៏ខ្ញុំតែងតែអាក្រក់ជាដើមបដូរការគិតអវិជ្ជមានទៅជាការគិតប្រកបទៅដោយមេត្តាធម៌និងការលើកទឹកចិត្តវិញអាចនិយាយថាពីខ្ញុំជាមនុស្សដែលគ្មានបានការទៅជាខ្ញុំកំពុងមានអារម្មណ៍លំបាកប៉ុន្តែខ្ញុំកំពុងរៀននិងខិតខំប្រឹងប្រែងឬក៏យើងអាចនិយាយថាយើងគួរតែបដូរពីខ្ញុំគួរតែធ្វើវាបានល្អជាងនេះទៅជាខ្ញុំបានធ្វើអ្វីដែលល្អបំផុតដែលខ្ញុំបានធ្វើហើយលើកក្រោយខ្ញុំនឹងរៀនពីកំហុសនេះគំនិតអវិជ្ជមានគ្រាន់តែជាគំនិតប៉ុណ្ណោះវាមិនមែនជាការពិតទេអ្នកអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានដោយការគ្រប់គ្រងគុណភាពនៃការគិតរបស់ខ្លួនឯងការគ្រប់គ្រងអារម្មណ៍មិនមែនគ្រាន់តែជាការដោះស្រាយប្រតិកម្មតបនៅពេលដែលវិបត្តិណាមួយកើតឡើងប៉ុណ្ណោះទេប៉ុន្តែវាក៏ជាការរៀបចំរាងកាយនិងចិត្តរបស់យើងឲ្យមានសុខភាពល្អនិងរឹងមាំជានិច្ចផងដែរដោយរថយន្តដែលត្រូវការប្រេងល្អការថែទាំខ្លួនប្រាណនិងទម្លាប់ប្រចាំថ្ងៃវាគឺជាឥន្ធនៈដែលជួយឲ្យសមត្ថភាពគ្រប់គ្រងអារម្មណ៍របស់យើងនឹងដំណើរការបានទៅរលូនការគេងគ្រប់គ្រាន់ការគេងវាគឺជាកត្តាដំបូងបង្អស់និងសំខាន់បំផុតសម្រាប់សុខភាពអារម្មណ៍នៅពេលដែលយើងគេងមិនគ្រប់គ្រាន់ខួរក្បាលផ្នែកដែលជាមជ្ឈមណ្ឌលនៃភាពភ័យខ្លាចនិងកំហឹងរបស់យើងនឹងខ្លាយទៅជាសកម្មភាពខ្លាំងពេកហើយផ្នែកដែលជាផ្នែកនៃការសម្រេចចិត្តសមហេតុផលដំណើរការចុះខ្សោយព្យាយាមកំណត់ម៉ោងគេងនិងម៉ោងភ្ញាក់ឲ្យបានទៀងទាត់រួមទាំងចុងសប្តាហ៍ផងដែរជៀសវាងការមើលអេក្រង់ទូរស័ព្ទកុំព្យូទ័រយ៉ាងហោចណាស់ក៏30នាទីមុនពេលចូលគេងដែរធានាថាកន្លែងដែលយើងគេងនឹងគឺងងឹតស្ងាត់ហើយនឹងត្រជាក់ល្មមការហាត់ប្រាណជាប្រចាំសកម្មភាពរាងកាយគឺជាថ្នាំធម្មជាតិដ៏ល្អបំផុតសម្រាប់អារម្មណ៍ការហាត់ប្រាណជួយបញ្ចេញអរម៉ូនដែលជួយកាត់បន្ថយភាពតានតឹងហើយនឹងបង្កើតអារម្មណ៍រីករាយមិនចាំបាច់ហាត់ប្រាណធ្ងន់ពេកទេការដើរលឿនរយៈពេលតែ30នាទីនៅក្នុងមួយថ្ងៃឬក៏ការធ្វើលំហាត់ប្រាណបែបយូហ្គាវាក៏អាចជួយកាត់
បន្ថយភាពតានតឹងរបស់យើងបានដែរពេលដែលមានអារម្មណ៍ខឹងឬក៏តបប្រមល់ខ្លាំងចូលប្រើធម្មពលទាំងអស់ហ្នឹងដើម្បីធ្វើសកម្មភាពរាងកាយដូចជាការរត់ឬក៏លើកដុំដៃជាដើមនេះវាគឺជាការបង្វែរអារម្មណ៍ទៅរកសកម្មភាពដែលមានផលិតភាពរបបអាហារដែលមានតុល្យភាពនឹងការគ្រប់គ្រងជាតិកាហ្វេអ៊ីនអ្វីដែលយើងបរិភោគមានឥទ្ធិពលផ្ទាល់ទៅលើកម្រិតថាមពលហើយនិងតុល្យភាពអារម្មណ៍របស់យើងការញ៉ាំជាតិស្ករច្រើនពេកអាចនាំឲ្យយើងមានការប្រែប្រួលអារម្មណ៍ឆាប់រហ័សព្យាយាមញ៉ាំអាហារដែលមានជាតិកាកសរសៃឬក៏ប្រូតេអ៊ីនគ្រប់គ្រាន់ដើម្បីរក្សាកម្រិតជាតិស្ករនៅក្នុងឈាមឲ្យមានលំនឹងកាត់បន្ថយការប្រើប្រាស់ជាតិកាហ្វេអ៊ីនឬក៏ភេសជ្ជៈបើកម្លាំងជាដើមព្រោះវាអាចបង្កើនអត្រាចង្វាក់បេះដូងហើយនិងបង្កើនអារម្មណ៍ថប់បារម្ភដល់យើងការកំណត់ពេលវេលាសម្រាប់ភាពសប្បាយរីករាយទោះបីជាអ្នករវល់ខ្លាំងយ៉ាងណាក៏ត្រូវតែកំណត់ពេលវេលាជាក់លាក់សម្រាប់សកម្មភាពដែលអ្នកចូលចិត្តនិងធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់និងរីករាយដែរបញ្ចូលនៅក្នុងកាលវិភាគប្រចាំសប្តាហ៍របស់អ្នកនៅពេលវេលាសម្រាប់ការអានសៀវភៅស្ដាប់តន្ត្រីជួបមិត្តភ័ក្តិឬក៏ធ្វើសមាធិជាដើមសកម្មភាពទាំងអស់នេះវាមិនមែនជារឿងខ្ជះខ្ជាយពេលទេតែវាគឺជាការវិនិយោគទៅលើសុខភាពផ្លូវចិត្តរបស់អ្នកការគ្រប់គ្រងអារម្មណ៍ខ្លួនឯងរយៈពេលវែងត្រូវការមូលដ្ឋានគ្រឹះរាងកាយរឹងមាំការថែរក្សាមូលដ្ឋានទាំង3ការគេងការហាត់ប្រាណអាហារវាគឺជាកាតព្វកិច្ចចម្បងរបស់អ្នកដើម្បីធានាបានថាខួរក្បាលរបស់អ្នកមានសមត្ថភាពនៅក្នុងការឆ្លើយតបយ៉ាងសមហេតុផល